មនុស្សខ្លះគិតខ្លីពេកក៏คล้ายទៅជាឃាតករមនុស្សខ្លះទៀតធ្វើអត្តឃាតខ្លួនឯងឡាកាលដែលកូននឹងធ្វើនៅកិច្ចការងារអ្វីក៏ដោយកូនត្រូវសម្លឹងឲ្យវែងឆ្ងាយដោយពាក្យថាបិទភ្នែកឲ្យជិតសម្លឹងឲ្យឆ្ងាយបើការងារនោះរឹតតែធំដុំនិងសំខាន់នៅក្នុងជីវិតកូនត្រូវតែគិតឲ្យវែងឆ្ងាយជាទីបំផុតផងដែរហើយត្រូវមានស្មារតីរក្សាឲ្យបានខ្ជាប់ខ្ជួនកូនមានគិតឃើញទេថាមានការងារខ្លះមានតម្លៃជាងជីវិតរបស់យើងរាប់ដងមិនអស់ទៅទៀតជាមួយនឹងការងារកូនត្រូវចាំទុកថាខ្លាចលំបាកតែខ្ជិលមិនព្យាយាមមិនរួចពីសេចក្តីលំបាកឡើយខ្វះសេចក្តីអត់ធន់ការងារមិនបានល្អខ្វះការតស៊ូការងារមិនសម្រេចរវល់តែរឿងស្នេហាកាន់ការងារធំមិនបានព្រោះសេចក្តីប្រហែសធ្វេសការងារដែលចេះស្ទាត់ហើយនោះត្រឡប់ទៅជាទទួលបរាជ័យដោយបុគ្គលល្ងងខ្លៅរស់នៅដើម្បីធ្វើការមិនមែនធ្វើការដើម្បីត្រឹមតែរស់នោះទេមិនមាននរណាគ្រប់គ្រងយើងឲ្យខ្ពង់ពោះក្រៅអំពីខ្លួនឯងដែលគោរពនៅការងាររបស់ខ្លួននោះឡើយកុំជាមនុស្សពិការទាំងដែលមានអវយវៈគ្រប់គ្រាន់ឲ្យសោះការងារអាក្រក់នាំទៅរកភពងងឹតហើយការងារល្អនាំទៅរកភពភ្លឺស្វាងការងារដែលប្រសិទ្ធៈទោសជាមង្គលដល់ដំការងារជាអាយុជីវិតជាកិត្តិយសលក្ខការងារមានតម្លៃជាងអ្វីទាំងអស់ព្រោះការងារនាំឲ្យបានរួចផុតចាកអំពីសេចក្តីទុក្ខទាំងពួងសេចក្តីទុក្ខទាំងប្រមាណដែលបានពោលហើយនេះសម្រាប់ឲ្យកូនរៀនគិតឲ្យបានវែងនៅក្នុងជីវិតគិតអ្វីឲ្យវែងកំបែងខ្លីជាពាក្យការពីបុរាណគិតអ្វីឲ្យវែងកំបែងខ្លីវិស័យចង់ស្រីមើលរឹកពេផ្កប់ស្ដាច់តោងតាមប្រតិយាកប់រះដូចគ្នាតោងមើលចិត្តភៀវមកតោងមើលអាការចេញពោលពាក្យម្ដេចមិញគង់ឃើញពិតពាក្យស្លែងក្រែងស្លូតជួនជាមិត្តពាក្យពិតជួនពេលមកមេលមិញលាក់ក្លៀកសសាងព្រាត់ចិត្តនៅខ្មៅចោលប្រាជ្ញតាមខ្លៅចង់ជៀសបាបយកវែកឲ្យដឹងរសប្រៃសាបយកខ្សាច់មកគៀបបានប្រេងឬឫស្សីធ្វើខ្លះដាក់គ្មានថ្នាំងគួងស្គររគាំងវែងមិនលឺសូរិយាមិនយកជាពន្លឺជឿធឺអំពិលអំពែកសាប33ការត្រៀមខ្លួនទុកជាមុនកូនជាទីស្រឡាញ់ក្នុងជីវិតមួយថ្ងៃនៃមនុស្សយើងនេះរមែងតែងតែមានរឿងដែលនឹងត្រូវឲ្យដោះស្រាយជារឿយតិចរឿងនេះតិចរឿងនោះពេលខ្លះក៏បាននាំមកនៅក្តីលំបាកយ៉ាប់យ៉ឺនមកប្រគល់ឲ្យទៀតផងព្រោះដោះស្រាយអត់បានកូនក៏ធ្លាប់ជួបប្រសពរឿងរ៉ាវនេះមកខ្លះហើយក្នុងសេចក្តីនេះកូនត្រូវត្រៀមខ្លួនឲ្យដល់ព្រមពោលគឺត្រៀមការពារទុកជាមុនដោយពាក្យថាការពារទុកមុនស្រណុកជាងដោះស្រាយប្រៀបដូចជាការដើរផ្លូវឆ្ងាយចឹងឯងគឺត្រូវត្រៀមរៀបចំអ្វីទុកជាមុនឲ្យសពគ្រប់មិនថាជាការដាក់ផែនការស្បៀងអាហារពុតអាវអ្វីឡើយគឺត្រូវតែឲ្យដល់ព្រមទាំងយានពាហនៈទាំងមាសប្រាក់លុយកាក់សម្រាប់ចាយវាយលាក់លុះដល់ពេលវេលាហើយក៏ចាប់យកអ្វីដែលបានត្រៀមរៀបចំជាស្រេចនោះដើរផ្លូវទៅតាន់ពេលដល់ដើរទៅហើយមិនមានខ្វះអ្វីឡើយការត្រៀមរៀបចំឲ្យដល់ព្រមគឺជាកិច្ចការពារនិងដោះស្រាយបញ្ហាដែលល្អជាទីបំផុតការបើមានបញ្ហាកើតឡើងក៏ដោះស្រាយបានតាន់ពេលប្រៀបម្យ៉ាងទៀតដូចជាត្រៀមទឹកសម្រាប់លត់ភ្លើងឬត្រៀមថ្នាំដែលចាំបាច់សម្រាប់ព្យាបាលដូច្នោះឯងក្នុងការរស់នៅកូនត្រូវត្រៀមកាយត្រៀមចិត្តត្រៀមទាំងគំនិតគិតទុកជាមុនគឺថាតទៅនឹងជាយ៉ាងណាបើយ៉ាងនោះមែនតើត្រូវធ្វើដូចម្ដេចហើយឥឡូវនេះត្រូវធ្វើអ្វីដូចនេះជាដើមការត្រៀមរៀបចំទុកជាមុនដូចនេះព្រះសម្មាសម្ពុទ្ធទ្រង់ថាមិនប្រមាទមនុស្សដែលមិនប្រមាទគឺថាជាមនុស្សដែលមិនមានការធ្វេសប្រហែសមិនអាងថាមិនអីគឺតែងតែត្រៀមអ្វីក្នុងដំណើរជីវិតទុកជាស្រេចដូច្នេះសំបីរឿងចាស់ជឿស្លាប់រឿងការព្រាត់ប្រាសនិងរឿងផលកម្មដែលតែងតែមានជាប្រចាំគ្រប់គ្នាអ្នកដែលមិនប្រមាទហ្នឹងក៏បានគិតទុកជាស្រេចហើយដែរដល់ពេលរឿងនោះមកដល់ចិត្តក៏រមែងស្ងប់រងាប់មិនញាប់ញ័រចូលកូនកុំប្រមាទក្នុងជីវិតកុំធ្វើឲ្យប្រយោជន៍បាត់បង់ទៅជាមួយនឹងពេលវេលាឲ្យសោះបើប្រយោជន៍មិនបាត់បង់ទេគឺនៅជាប់តាមខ្លួនកូនជានិច្ចនោះកូននឹងជាមនុស្សល្អរហូត
ចូលកូនចាំចោះថាមិនមានអ្នករួមដំណើរណាក្នុងជីវិតដែលនាំមកនៅភាពរីករាយឲ្យដូចជាខ្លួនកូនឯងដែលជាមនុស្សល្អនោះឡើយដូច្នេះកូនត្រូវតែរួមដំណើរជាមួយនឹងខ្លួនឯងជាមនុស្សល្អកូនត្រូវតែត្រៀមរៀបចំនៅប្រយោជន៍គឺអំពើល្អគ្រប់យ៉ាងក្នុងជីវិតរបស់កូន34ទឹកចិត្តពិតជាសំខាន់កូនជាទីស្រឡាញ់ពុកនិងម៉ែធ្លាប់ប្រាប់កូនមកហើយថានោះយើងកាលនឹងទៅនៅក្នុងទីណានៅជាមួយនឹងអ្នកណាក៏ដោយសូមឲ្យកូនជាមនុស្សមានទឹកចិត្តកូនហើយខ្វះអ្វីអាចខ្វះបានតែកុំឲ្យខ្វះទឹកចិត្តគឺកុំឲ្យមានចិត្តចង្អៀតចង្អល់គិតតែពីបានមកខ្លួនឯងមិនគិតគេផងនោះឡើយនោះយើងបើខ្វះទឹកចិត្តហើយគឺមិនមានអ្នកណាចង់មកនៅឬក៏មកគប់រោគដោយពិតប្រាកដកាលដែលគេចិត្តតែទ្រាំនៅក៏ព្រោះមកអំពីគេមិនទាន់រកផ្លូវទៅបានតែប៉ុណ្ណោះពីដូចទីកន្លែងដែលក្រទឹកដូច្នោះឯងមនុស្សសត្វមិនប្រាថ្នានឹងរស់នៅឡើយចង់តែទៅនៅទីណាកន្លែងណាដែលមានទឹកបរិភោគប្រើប្រាស់គ្រប់គ្រាន់តែប៉ុណ្ណោះម្លែកមនុស្សដែលមានទឹកចិត្តតែតែងតែមាននៅពពួកជនមកពឹងពាក់ពំនាក់អាស្រ័យហើយបាននៅហើយក៏មិនប្រាថ្នានឹងចាក់ចេញទៅដែរសូម្បីដល់ទៅថាទីកន្លែងចង្អៀតក៏ចេះតែនៅបានដោយពាក្យថាចង្អៀតកាយកុំតែចង្អៀតចិត្តកូនដឹងយ៉ាងនេះហើយគួរតែព្យាយាមធ្វើខ្លួនឲ្យជាមនុស្សមានទឹកចិត្តជាពិសេសនោះគឺថាជាមួយមនុស្សដែលនៅជិតគ្នានឹងកូនហ្នឹងមនុស្សដែលកូនត្រូវពឹងពាក់អាស្រ័យគេដើម្បីជួយធ្វើការងារអីដូចជាកូនឈ្នួលឬក៏កូនចៅនៅក្រៅបវាទជាដើមអ្វីដែលកូនអាចជួយបានកូនជួយគេទៅកូនត្រូវចាំថាមនុស្សដែលមានតម្លៃគឺមនុស្សដែលគេត្រូវការមនុស្សដែលមានតម្លៃគឺមនុស្សដែលគេត្រូវការអ្វីក៏ដោយឲ្យតែគេត្រូវការរមែងមានតម្លៃជាសំខាន់ទៅទៀតគឺរបស់ក្រមនុស្សមានទឹកចិត្តកម្ររស់ណាស់នៅក្នុងលោកថែមទាំងណានាក៏ត្រូវការមនុស្សដែលមានទឹកចិត្តដែរណាកូនក្នុងគ្រួសារក្នុងភូមិស្រុកទាំងក្នុងសង្គមជាតិសុទ្ធតែត្រូវការមនុស្សដែលមានទឹកចិត្តនេះណាស់ដូច្នេះកូនត្រូវតែជាមនុស្សមានទឹកចិត្តណាដែលធ្លាប់បានធ្វើល្អធ្វើប្រយោជន៍ឲ្យដល់កូនត្រូវកុំភ្លេចគុណបុណ្យរបស់អ្នកនោះកូនត្រូវតបស្នងសងគុណដោយទឹកចិត្តប្រកបដោយកតញ្ញូតាធម៌កូនត្រូវមានរង្វាន់មានកម្លាំងចិត្តឲ្យដល់អ្នកអតីដែលគេធ្លាប់បានធ្វើនៅសេចក្តីល្អមករកកូនយ៉ាងហោចណាស់ក៏កូនត្រូវសរសើរចំពោះសេចក្តីល្អរបស់គេដើម្បីឲ្យគេបានរីករាយចិត្តផងដែរការអើពើដោយទឹកចិត្តនេះឯងណាកូនគឺជាមុនដ៏ពិសេសសម្រាប់ឆក់ស្រូបអ្នកដទៃឲ្យគេមកស្រឡាញ់រាប់អានកូនទន់ភ្លន់ចំពោះកូនទឹកចិត្តគឺជារបស់វិសេសណាស់កូនហើយជាគុណសម្បត្តិដ៏ស័ក្តិសិទ្ធិដូចជាកែវមណីដែលអាចធ្វើឲ្យមនុស្សមានរូបមិនស្អាតហ្នឹងទៅជារូបស្អាតបានដូច្នោះឯងមិនត្រឹមតែប៉ុណ្ណោះទេសូម្បីសេចក្តីល្អជាគុណបុណ្យកុសលផ្សេងក៏ធ្លាក់ចុះមកចូលក្នុងចិត្តសន្តានរបស់មនុស្សដែលមានទឹកចិត្តនេះឯងទឹកចិត្តគឺជាសេរីសួស្តីនៃជីវិតណាកូនសម្លាញ់35ទុកទល់ជាមួយនឹងសេចក្តីទុក្ខកូនជាទីស្រឡាញ់រាងកាយមមួនរមែងមិនត្រូវរោគភ័យបៀតបៀនបានដោយងាយឡើយភាពរឹងប៉ឹងមមួននៃរាងកាយអាចទប់ទល់នឹងរោគផ្សេងបានឈ្មោះថាទប់ទល់នឹងសេចក្តីទុក្ខផ្លូវកាយធ្វើឲ្យមានកាយជាសុខមានទំនងដូចគ្នាដែរគឺថាបើមិនត្រូវការឲ្យចិត្តមានសេចក្តីទុក្ខទេត្រូវសាងភាពរឹងប៉ឹងឲ្យដល់ចិត្តសម្រាប់ទប់ទល់ជាមួយនឹងសេចក្តីទុក្ខផ្លូវចិត្តឲ្យបានល្អការពិតសេចក្តីទុក្ខផ្លូវចិត្តនោះមានហេតុមកអំពីការនឹកគិតតាក់តែងនៃចិត្តខ្លួនឯងនឹងឯងជាសំខាន់គឺចិត្តបានចាប់យករឿងរ៉ាវផ្សេងអំពីការដែលបានឃើញខ្លះឬខ្លះជាដើមហើយចេះតែយកមកនឹកគិតតាក់តែងឲ្យទៅជាយ៉ាងនេះឲ្យយ៉ាងនោះតាមការសោយអារម្មណ៍របស់ខ្លួនរឿងរ៉ាវដែលចិត្តចាប់យកមកបាននោះបើចិត្តខ្លួនឯងនឹងនឹកគិតផ្សោយទៅឆ្ងាញ់ពោលគឺពេញចិត្តក៏កើតបានទៅជាសេចក្តីសុខនៅក្នុងចិត្តនឹងទៅតែបើនឹកគិតផ្សោយទៅមិនឆ្ងាញ់ទេមិនពេញចិត្តទេក៏នាំឲ្យកើតទុក្ខនៅក្នុងចិត្តសន្តានបានដូចគ្នាដែររឿងតែម្យ៉ាងជាមួយគ្នាអាចធ្វើឲ្យមនុស្សម្នាក់មានចិត្តជាសុខហើយមនុស្សម្នាក់ទៀតកើតទុក្ខរលរាលនៅក្នុងចិត្តសន្តានបាយមិនបានតម្រានមិនលក់នេះមកអំពីការនឹកគិតតាក់តែងរបស់ចិត្តរៀងខ្លួន
ព្រោះហេតុដូចពោលមកនេះកាលបើកូនមិនត្រូវការឲ្យសេចក្តីទុកមករុករៀនទន្ទ្រានចិត្តសន្តានរបស់កូនទេកូនក៏បីព្យាយាមសាងភូមិឋានឲ្យបានមាំសម្រាប់ទប់ទល់ជាមួយនឹងសេចក្តីទុកកូនត្រូវតាំងសតិឲ្យល្អនៅពេលដែលជួបប្រសពរឿងអ្វីក៏ដោយត្រូវចោលបានក៏ចោលកុំចាំបាច់យកមកត្រេះរិះគិតតាក់តែងពោលគឺកុំយកមកជាអារម្មណ៍តែបើយកមកជាអារម្មណ៍គឺកូនត្រូវគិតដោយយ៉ាងមានស្មារតីជាទីបំផុតគិតឲ្យបានសពគ្រប់ហើយច្បាស់លាស់សិនកុំប្រញាប់សម្រេចជាក្តីដោយងាយចិត្តដែលប្រកបដោយសតិសម្បជញ្ញៈក្នុងការទទួលអារម្មណ៍មានយោនិសោមនសិការៈគ្រប់គ្រាន់នោះឯងគឺជាភូមិឋានមមតំដែលអាចសម្រាប់ទប់ទល់ជាមួយនឹងសេចក្តីទុក្ខគឺជាសុខភាពផ្លូវចិត្តដែលអាចរារាំងនៅទុក្ខកង្វល់បានភូមិឋានមមតំជាជំរុំសតិនិងជាសុខភាពរបស់ចិត្តនេះមិនងាយនឹងកសាងបានឡើយកូនត្រូវវឹកហាត់ជារឿយវឹកហាត់ឲ្យយូរហើយវឹកហាត់ជារៀងរហូតតទៅដូច្នេះទើបអាចមានផលកាន់តែប្រសើរឡើងចូលកូនកុំភ្លេចថាការងារសំខាន់បំផុតគឺវឹកហាត់ឲ្យចិត្តមានសុខភាពល្អនិងកុំភ្លេចគិតឲ្យខ្លួនឯងរស់នៅជាសុខមានភូមិឋានព្រះធម៌ក្នុងចិត្តផង36ស្គាល់មុខតែមិនស្គាល់ចិត្តកូនជាទីស្រឡាញ់មានភាសិតខ្មែរយើងបានពោលថាមនុស្សយើងស្គាល់មុខគ្នាតែមិនស្គាល់ចិត្តជាពាក្យដែលត្រឹមត្រូវគ្រប់កាលគ្រប់ពេលវេលាទាំងជាពាក្យដាស់តឿនស្មារតីឲ្យចេះប្រយ័ត្នចំពោះមនុស្សទៀតផងមនុស្សអាចសាងភាពបោកបញ្ឆោតបន្លំភ្នែកអ្នកដទៃយ៉ាងពូកែមើលខាងក្រៅល្អសំសួនប៉ុន្តែខាងក្នុងវាជារឿងផ្សេងដូចរូបដែលគេគូជាមួយនឹងរូបពិតចឹងឯងរូបគូច្រើនតែល្អស្អាតស្រស់បោះគួរឲ្យមើលជាងរូបពិតព្រោះមានការតាក់តែងទៅដោយពួរជាដើមមនុស្សដែលសាងភាពខ្លួនឯងឲ្យល្អមើលគឺចាំបាច់ត្រូវតែងទឹកមុខអាកប្បកិរិយានិងការសម្ដែងចេញផ្សេងទៀតព្រមទាំងពាក្យសម្ដីដើម្បីបិទបាំងខាងក្នុងដែលមិនល្អដូច្នេះហើយទើបកើតមានពាក្យថាស្គាល់មុខតែអត់ស្គាល់ចិត្តណាមានពាក្យហ្នឹងមកនឹងឯងដោយពោលមកនេះកាលបើកូននឹងខ្សែគប់ជាមួយនឹងអ្នកណាទុកចិត្តអ្នកណាឬក៏ធ្វើការងារហ៊ុនអីជាមួយនឹងអ្នកណាត្រូវមើលឲ្យបានល្អសង្កេតឲ្យបានយូរក៏មើលត្រឹមតែមុខមាត់ខាងក្រៅត្រូវមើលដល់ការធ្វើការរស់នៅគម្រោងការរបស់គេព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ថាកបីដឹងសិលដោយការនៅរួមកបីដឹងសេចក្តីស្អាតដោយបានស្ដាប់សម្ដីក៏បីដឹងកម្លាំងពេលមានឧបសគ្គនិងក៏បីដឹងបញ្ញាដោយការសន្តានាកូនចូលយល់ដូចតទៅនេះដឹងសិលដោយការនៅរួមគឺនៅជាមួយយូរសង្កេតពិនិត្យដោយការយកចិត្តទុកដាក់ព្រមទាំងមានបញ្ញាយល់ការបានច្បាស់លាស់ផងនឹងគឺដឹងសិលដោយការនៅរួមជាមួយគ្នាយូរសង្កេតពិនិត្យដឹងសេចក្តីស្អាតដោយការស្ដាប់សម្ដីគឺស្ដាប់ពាក្យនិយាយមុននឹងពាក្យនិយាយមុនហើយនឹងនិយាយក្រោយតើវាសមគ្នាដែរឬទេម្យ៉ាងទៀតស្ដាប់ពាក្យនិយាយចំពោះមុខនិងកំបាំងមុខដូចគ្នាដែរឬទេនឹងគឺដឹងសេចក្តីស្អាតការនិយាយមុននិយាយក្រោយរក្សាពាក្យសម្ដីនិយាយចំពោះមុខហើយនិយាយកំបាំងមុខតើវាយ៉ាងណាអានឹងយើងដឹងមនុស្សស្អាតមិនស្អាតហ្នឹងដោយការដែលយើងស្ដាប់ពាក្យសម្ដីហ្នឹងហើយនឹងការប្រព្រឹត្តដោយផ្ទាល់ហើយដឹងកម្លាំងពេលមានឧបសគ្គគឺកម្លាំងចិត្តកម្លាំងគំនិតប្រាជ្ញាកម្លាំងគុណធម៌កម្លាំងចិត្តខ្លួនយើងហ្នឹងនៅពេលមានឧបសគ្គកុំឲ្យអួតអាងបានតែមាត់តែមានឧបសគ្គហ្នឹងគឺថាញាប់ញ័រឬក៏ស្ងប់រងាប់នៅពេលដែលមានវិបត្តិយន្តរាយហ្នឹងដឹងកម្លាំងចិត្តនៅពេលមានឧបសគ្គដឹងបញ្ញាពេលដែលសន្តានាគឺបញ្ញាក្នុងការសួរសន្តានាឆ្លើយដោយបញ្ញាបើកូនមិនមើលមុខមិនមើលក្រោយបានល្អទេ
ច្រឡំទៅគប់រោគឬក៏ទុកចិត្តទុកស្លើមឲ្យការគោរពរាប់អានពេញខឹងគឺវានឹងធ្វើឲ្យកូនបានដល់នៅសេចក្តីសោកព្រោះតែការខកចិត្តត្បិតសង្ឃឹមខ្លាំងពេកខកចិត្តចំណែកកូនខ្លួនឯងវិញត្រូវតែស្មោះចំពោះមនុស្សទាំងឡាយជាពិសេសអ្នកដែលទុកចិត្តកុំកុហកអ្នកដែលជឿទុកចិត្តហើយក៏កុំជឿទុកចិត្តអ្នកដែលធ្លាប់កុហកកូនផងដែរសង្ឃឹមជឿជាក់ទាំងស្រុងមកលើកូនខ្លួនឯងចំពោះអ្នកណាដែលស្រឡាញ់ដោយស្មោះចំពោះកូនអ្នកដែលទុកចិត្តកូនកុំបោកប្រាស់ទឹកចិត្តរបស់អ្នកដែលស្រឡាញ់កូននឹងឲ្យសោះស្រឡាញ់គ្នាហើយត្រូវតែស្មោះកូនត្រូវរស់ជាមួយនឹងសុចរិតត្រូវសម្ដែងទឹកចិត្តឲ្យអ្នកដទៃបានយល់និងត្រូវឲ្យគេស្គាល់ចិត្តថាពិតជាគ្នាឯងជួបគ្នាហើយក៏សប្បាយចិត្តដោយការទុកចិត្តនឹងឯងចិត្តយើងចិត្តគេណា37កូនជាទីស្រឡាញ់ការនៅរួមជាមួយអ្នកដទៃមិនថានៅរបៀបជាភរិយាស្វាមីជាគ្រួសារមេដាបិតាកូនប្រុសស្រីជាញាតិមិត្តជាអ្នករួមការងារឬជាអ្នករួមសង្គមនោះឡើយគឺកូនត្រូវរំពឹងដល់ចិត្តបំណងសេចក្តីប្រាថ្នារបស់អ្នកដទៃនោះនេះជាការសំខាន់យ៉ាងក្រៃលែងនឹងនៅជាមួយគ្នាបានយូរឬមិនយូរសុខសប្បាយឬក៏ក្តៅក្រហាយហ្នឹងគឺរឿងចិត្តយើងចិត្តគេហ្នឹងណាវានៅត្រង់ចំណុចសំខាន់នេះឯងការដែលយកចិត្តគេមកប្រៀបនឹងចិត្តយើងហើយក៏យកចិត្តយើងទៅប្រៀបនឹងចិត្តអ្នកដទៃគឺថាជាកិច្ចដែលគួរធ្វើអត្តាnăngឧបមាកត្វាយើងធ្វើអ្វីក៏ដោយត្រូវរំពឹងដល់ផលប៉ះពាល់ដែលនឹងកើតឡើងដល់អ្នកដទៃផងពេលខ្លះយើងគិតថាយើងធ្វើហើយយើងនឹងបានផលប្រយោជន៍តែអ្នកដទៃគេអាចក្តៅក្រហាយព្រោះការធ្វើរបស់យើងហ្នឹងក៏មានដែរទៅគួរជៀសវាងនៅចំណុចនេះឲ្យបានមិនត្រូវសាងសេចក្តីសម្រេចលើសេចក្តីក្តៅក្រហាយនៃអ្នកដទៃទេអ្នកដទៃគេមិនពេញចិត្តឲ្យយើងទៅធ្វើឲ្យគេក្តៅក្រហាយដូចតែគ្នាហ្នឹងត្រូវនឹកគិតចិត្តយើងចិត្តគេជានិច្ចមនុស្សដែលគិតតែពីបានគេហៅថាមនុស្សឃើញតែពីខ្លួនឯងមនុស្សឃើញតែពីខ្លួនឯងឲ្យមែងដើរប៉ះគេជាធម្មតាពោលគឺប្រព្រឹត្តនៅអំពើដែលមានផលប៉ះពាល់ដល់អ្នកដទៃកូនហើយកើតជាមនុស្សណាកូនពេលយើងបានឆ្អែតក៏គួរនឹកដល់អ្នកដែលគេឃ្លានផងពេលដែលយើងបានសុខក៏គួរនឹកដល់អ្នកដែលគេមានសេចក្តីទុក្ខផងហើយពេលដែលយើងមានបានក៏ត្រូវគិតដល់អ្នកដែលក្ររហេមហាមផងដែរកូនគិតបានយ៉ាងនេះកូននឹងជាអ្នកលះបង់មើលឃើញអ្នកដទៃយល់ចិត្តគេជួយគេនឹងបានជាទីស្រឡាញ់រាប់អានរបស់មនុស្សទូទៅប្រសិនបើកូនជាមនុស្សឃើញតែពីខ្លួនឯងកូននឹងនៅតែឯងព្រោះខ្វះការរាប់អានអំពីអ្នកជិតខាងមិនមានអ្នកដទៃស្មោះស្ម័គ្រជាមួយនឹងកូនពិតប្រាកដទេកាលណាបើកូនគិតតែពីខ្លួនឯងនោះពេលកូនមានទុក្ខមានរវល់មិនមាននរណាមកឈឺឆ្អាលឡើយចាំទុកណាកូនសម្លាញ់ចិត្តយើងចិត្តគេកូនត្រូវរិះរេខ្នំគ្នាឲ្យច្បាស់កុំតាមចិត្តពេលតាមព្រះតម្រាស់ព្រះធម៌ល្អណាស់កូនត្រូវបដិបត្តិចិត្តគេចិត្តយើងបើមានអ្នកឡើងកូនត្រូវកំចាត់បើចង់សុខចិត្តកូនត្រូវវឹកហាត់រស់ដោយប្រយ័ត្នទៅផុតអន្តរាយខ្លួនជាឧបមាចម្រើនមេត្តាទោសារំសាយឲ្យសុខខ្លួនឯងនិងសត្វទាំងឡាយសុខនៅមិនឆ្ងាយរកឃើញក្នុងចិត្ត38គិតសិនសុំនិយាយកូនជាទីស្រឡាញ់មាត់មនុស្សនោះនាំសុកមកឲ្យក៏បាននាំទុកមកឲ្យក៏បានខ្មែរយើងមានពាក្យដាស់តឿនច្រើនណាស់តាក់ទងនឹងមាត់ដូចជារនៀបបាក់យករនៀបជួសសម្ដីហួសរកអ្វីជួសគ្មានឬក៏ថាមាត់មានគ្របដបមានឆ្នោកដើរមាន3ស្ដីមាន4មនុស្សយកសម្ដីតម្រៃយកភ្លុកបង្វិលអណ្ដាត10ជុំសិនសុំនិយាយអណ្ដាតជាអាចកន្លងបានសុកទុកផងក៏ព្រោះអណ្ដាត
sầm đây chỉ ai lê chỉ tô khoai slap pro át cặp plien slap pro mọt rồi cho nên chỉ đàm cả bậc côn cốp ruộng na cả đời phơi ca nghe tì na cả đời à vậy để côn trời phải dắt ở na nút cứ mọt lộc bàn pol thả mà nút là nguồn tục bể đồn là ngọn đá mà nút lá tục ảnh đá nâng bể đồn bậc côn trong thì dây vậy trời tục đã sầm đấyក្នុងចិត្តគំនិតគិតហើយសុំនិយាយកុំនិយាយរួចហើយទៅគិតកុំនិយាយអ្វីតាមតែចិត្តចង់កូនហើយនិយាយច្រើនខុសច្រើននិយាយតិចខុសតិចកាលចាំបាច់ត្រូវនិយាយកូនត្រូវនិយាយយ៉ាងមានស្មារតីនិយាយឲ្យល្មមប្រមាណស្គាល់កាលស្គាល់ពេលដឹងកលៈទេសៈដឹងបុគ្គលដឹងបរិស័ទនិយាយតាមធัวតាមវិន័យជាសម្ដីមានប្រយោជន៍មនុស្សសម័យនេះប្រកែនិយាយនឹងនិយាយបានច្រើនណាស់ប៉ុន្តែកូនត្រូវពិចារណាឲ្យល្អក្នុងបណ្ដាមនុស្សដែលប្រកែនិយាយនោះតើមានប្រមាណអ្នកដែលនិយាយដោយមិនលំអៀងនិយាយនាំឲ្យកើតការព្រមព្រៀងធ្វើឲ្យមនុស្សគ្រប់ផ្នែកកើតការសប្បាយចិត្តយើងមិនអាចទៅហាមអ្នកណាថាកុំឲ្យនិយាយដូច្នោះណាបានដោយសពគ្រប់ទេគេនឹងនិយាយល្អឬក៏មិនល្អយ៉ាងណានិយាយអូសទេនិយាយចាក់ដោននិយាយអួតខ្លួននិយាយដោយល្ងងយ៉ាងណាវាជាសិទ្ធិតខ្លួនរបស់គេកាលបើគេនិយាយហើយគេជាអ្នកទទួលខុសត្រូវសំខាន់កុំតែកូននិយាយដោយគេទៅបានហើយកូនត្រូវគិតឲ្យល្អមុននិយាយជាពិសេសនៅពេលកូននិយាយដល់អ្នកដទៃកូនត្រូវតែប្រយ័ត្នឲ្យណាស់ចំពោះអ្នករតីយើងបានដឹងរឿងគេបានដោយសពគ្រប់បណ្ណាមិនបានច្រើនវាមិនបានដោយសពគ្រប់អញ្ចឹងគឺត្រូវប្រយ័ត្នយើងមិនដឹងក្នុងក្រៅរបស់គេហើយយើងក៏ចេះតែគិតខ្នំគ្នាដោយខ្លួនឯងយ៉ាងនេះយ៉ាងនោះគឺមិនបានទេល្អបំផុតគឺកុំនិយាយពីគេដោយមិនដឹងរឿងច្បាស់កុំស្មានកុំប្រហែលកុំមួលបង្កាច់ដោយការស្អប់កុំចេះតែលើកដោយលំអៀងសំបីដឹងច្បាស់ក៏មិនត្រូវចេះតែនិយាយដែរកុំចាំបាច់ដល់ទៅមិនច្បាស់ក៏ត្រូវតែពិនិត្យវិจัยបើនិយាយត្រូវនិយាយដោយមេត្តាកុំចេះតែកុសលាយើងអកុសលាគេនោះឲ្យកុសលាគេអកុសលាយើងខ្លះផងតាមសេចក្តីពិតហើយបើយ៉ាងត្រឹមត្រូវនៅក្នុងផ្លូវកណ្ដាលនោះគឺកុសលាធម្មាអកុសលាធម្មាអព្យាកតាធម្មាគឺដោយបញ្ញាមិនប្រកាន់ទៅក្នុងអត្តាសត្វបុគ្គលណាគឺថាធัวទាំងឡាយមានបច្ច័យត្រឹមត្រូវកើតឡើងជាបរមត្តកុសលាធម្មាអកុសលាធម្មាអព្យាកតាធម្មាហ្នឹង39មនុស្សចិត្តខ្វាក់កូនជាទីស្រឡាញ់កូនធ្លាប់បានឮពាក្យនេះហើយគឺឲ្យសម្លឹងមើលសេចក្តីល្អរបស់អ្នកដទៃពាក្យនេះប្រាប់ឲ្យយើងហាត់ណាសម្លឹងមើលផ្នែកល្អរបស់មនុស្សដែលយើងស្គាល់មនុស្សដែលយើងគប់រកឬមនុស្សដែលយើងនៅរួមជាមួយនោះយើងដែលនៅមានកិលេសនោះមានចំណុចខ្វះខាតក្នុងខ្លួនគ្រប់តែគ្នាហ្នឹងមិនមាននរណាបរិសុទ្ធផូរផង់គ្រប់យ៉ាងរកកន្លែងតេះវាមិនបាននោះទេរឿងកិលេសអញ្ចឹងការបើកូនស្រឡាញ់រាប់អាននឹងគប់រួនណាហើយកូនត្រូវចេះសម្លឹងមើលចំណុចល្អរបស់អ្នកនោះឲ្យច្រើនចំណុចត្រូវចំណុចគុណដែលអ្នកអតីតធ្លាប់មានមកលើយើងទៀតផងចំណែកចំណុចមិនល្អវិញបើគ្រាន់តែបន្តិចតួចទេក៏រំលងចោលទៅលើកយកចំណុចល្អដែលមានច្រើនជាងនឹងឲ្យមកប្រកបដូច្នេះរមែងធ្វើឲ្យរលុបបាត់នៅចំណុចខ្វះខាតរបស់អ្នកអតីតឬក៏សាបរលាបទៅតិចម្ដងមិនប្រកបឡើងនៅការតោះចិត្តការស្អប់ឬក៏កណ្ដុំគុំគួនក្នុងចិត្តឡើយតាមពិតនោះយើងគ្រប់គ្នាតែងតែមាននៅចំណុចល្អយើងមើលដោយចិត្តធัวសប្បុរសមើលដោយមិនលំអៀង
មនុស្សដែលមានចិត្តប្រកបទៅដោយធម៌សប្បុរសរមែងមើលឃើញសេចក្តីល្អរបស់អ្នកដទៃបានដោយងាយចំណែកមនុស្សដែលមានចិត្តមិនប្រកបដោយធម៌របស់សប្បុរសឬថាខ្វះយុត្តិធម៌លំអៀងអកតេសូម្បីអ្នកដទៃមានសេចក្តីល្អធំធេងប្រកបប៉ិនភ្នំនៅក្នុងមុខក៏ដោយគុណមេត្តាបិតាអីហ្នឹងក៏មើលមិនឃើញដែរមនុស្សភ្នែកល្អធម្មតាតែថាមើលមិនឃើញនៅសេចក្តីល្អរបស់អ្នកដទៃគេហៅថាមនុស្សចិត្តខ្វាក់មនុស្សចិត្តខ្វាក់រមែងមើលមិនឃើញសេចក្តីល្អរបស់អ្នកណាឡើយព្រោះខ្មោចអកតេទាំង4គឺការលំអៀងដោយស្រឡាញ់មួយស្អប់មួយល្ងងមួយនិងការភ័យខ្លាចមួយស្ថិតនៅក្នុងខ្លួនរបស់គេជានិច្ចដូច្នេះយើងរយុទ្ធធម៌ពីមនុស្សចិត្តខ្វាក់បានដោយលំបាកសូម្បីតែខ្លួនគេផ្ទាល់ក៏មិនដឹងថាខ្លួនឯងមានចិត្តខ្វាក់យ៉ាងណានោះផងដែរការគប់រោគមនុស្សខ្វាក់ភ្នែកមិនជាអ្វីឡើយតែបើគប់រោគមនុស្សចិត្តខ្វាក់ពិតជាមិនល្អទេធ្វើល្អជាមួយមនុស្សចិត្តខ្វាក់កូនត្រូវដឹងឲ្យហើយថាគេមិនអាចនឹងមើលឃើញសេចក្តីល្អរបស់កូនឡើយដែលម៉ែឪប្រាប់កូនដោយពោលមកនេះគឺដើម្បីឲ្យកូនដឹងថាមនុស្សយើងច្រើនស្គាល់តែមុខគ្នាប៉ុន្តែមិនស្គាល់ចិត្តពិតប្រាកដកូនត្រូវសិក្សាឲ្យស្គាល់មនុស្សដល់ជំរឿចិត្តរបស់គេកាលបើស្គាល់យ៉ាងណាហើយកូននឹងបានប្រយ័ត្នប្រយែងខ្លួនឯងផងរៀបចំចិត្តឲ្យត្រូវល្អផងដោយពាក្យចាស់ពោលថាប្រកបស្ដេចតោងតាមព្រះហតិយាប្រកបរះដោយគ្នាតោងមើលចិត្តព្រមជាមួយគ្នានោះកូនត្រូវកុំធ្វើខ្លួនជាមនុស្សចិត្តខ្វាក់ប៉ុណ្ណឹងជាការស្រេច40ដួលហើយត្រូវក្រោកកូនជាទីស្រឡាញ់ក្នុងផ្លូវនៃជីវិតមិនមែនសុទ្ធតែរៀបស្មើទៅទាំងអស់ទេជីវិតមានឡើងមានចុះមានសុខមានទុក្ខគីគូគ្នារហូតដល់ចំពោះក្នុងកិច្ចការងារបើរឹតតែការងារធំរឹតតែមានឧបសគ្គបើសិនបើកូនធ្វើការងារអ្វីមួយដែលកូនបានគិតសពគ្រប់ហើយថាជាការងារល្អត្រឹមត្រូវជាការងារដែលអាចនាំមកនៅសេចក្តីចម្រើនដីសុខបានប៉ុន្តែការបើធ្វើទៅការងារនោះបែរជាត្រូវរាំងស្ទះមិនប្រព្រឹត្តទៅតាមដូចដែលបានគិតទុកទេពលគឺមានឧបសគ្គកូនត្រូវតែពុះពៀនៅឧបសគ្គនោះទៅឲ្យបានដោយសតិបញ្ញាដោយការអត់ធន់ជាយាមកុំស្លន់ស្លោត្រូវចាត់ចែងដោះស្រាយស្រួលបួលកុំរួញខយដោយភាពរួញខយនោះមកពីកម្លាំងចិត្តអញ្ចឹងគឺត្រូវប្រឹងប្រែងកម្លាំងចិត្តឲ្យបានល្អសភាវៈដែលសំខាន់ជាទីបំផុតនៅពេលដែលកូនជួបនៅបញ្ហាដែលជាឧបសគ្គក្នុងជីវិតគឺកម្លាំងចិត្តនេះឯងចូលកូនកុំឲ្យកម្លាំងចិត្តធ្លាក់ចុះឲ្យសោះបើការងារឬប្រាក់កម្រៃត្រូវធ្លាក់ចុះយ៉ាងណាក៏ដោយកុំតែកម្លាំងចិត្តធ្លាក់ចុះនឹងមិនអីទេកូនត្រូវថែរក្សាចិត្តគួងចិត្តឲ្យល្អត្រូវប្រយ័ត្នកុំឲ្យបាក់ទឹកចិត្តជាដាច់ខាតដោយពាក្យថាដួលហើយត្រូវក្រោកបាននិយាយថាការផ្លាត់ជើងរអិលដួលទៅគឺត្រូវក្រោកឡើងហើយដើរតទៅទៀតមានតែអ្នកដែលក្រោកឡើងហើយដើរទៅទៀតតែប៉ុណ្ណោះទេដែលអាចបានទៅដល់គោលដៅយ៉ាងណាមិញកាលបើកូនមានការខកចិត្តព្រោះជួបនៅវិបត្តិអ្វីមួយកូនត្រូវតែតាំងចិត្តឲ្យមាំគួងចិត្តឲ្យរឹងប៉ឹងទាញខ្លួនឯងចេញពីការខកចិត្តនោះឲ្យបានហើយព្យាយាមតស៊ូជាបន្តដើម្បីឲ្យបានដល់នៅសេចក្តីសម្រេចសមតាមប្រាថ្នាក៏យ៉ាងនោះដែរឧបសគ្គខ្លះមកដើម្បីដូរផ្លាស់កែប្រែជីវិតរបស់យើងឲ្យមានអនាគតភ្លឺស្វាងល្អជាងដើម10 20ដងរហូតតាមទៅជាព្រះអរិយបុគ្គលទៅទៀតក៏មានដែរកូនសម្លាញ់ត្រូវដឹងថាការខកចិត្តកើតមកពីការមានសង្ឃឹមជាហេតុដូច្នេះនៅក្នុងការដែលខកចិត្តខកសង្ឃឹមហ្នឹងក្នុងជីវិតកូនរាល់ថ្ងៃកូនត្រូវចេះប្រយ័ត្នចំពោះសេចក្តីសង្ឃឹមហ្នឹងសេចក្តីសង្ឃឹមដែលមាននៅក្នុងចិត្តកូនហ្នឹងកុំចេះតែសង្ឃឹមពិតមែនហើយការសង្ឃឹមហ្នឹងវានាំឲ្យមានកម្លាំងចិត្តប៉ុន្តែវាក៏នាំឲ្យខកចិត្តដែរព្រោះតែมันបានសម្រេចដោយសេចក្តីប្រាថ្នាដូច្នេះកូនត្រូវវឹកហាត់អប់រំឲ្យកើតឡើងនៅកុសលឆន្ទៈគឺការពេញចិត្តក្នុងអំពើប្រសិជ្ជៈទោសកុសលឆន្ទៈនាំឲ្យកូនបានសេចក្តីសុខនៅក្នុងការងារដែលកំពុងធ្វើព្រោះកូនគិតថាធ្វើការងារឲ្យដល់អ្នកដទៃបានសុខម្ល៉េះហើយកូនរីករាយនឹងធ្វើការងារដោយមិនចាំបាច់សង្ឃឹមផលអ្វីទៀតទេបើសង្ឃឹមផលក៏ត្រឹមត្រូវទៅតាមហេតុបើផលដែលបានសម្រេចក៏សម្រេចដោយប្រសិជ្ជៈទោស
តែបើមិនសម្រេចទេក៏វាអត់ខកចិត្តអីដែរគឺកូនសប្បាយចិត្តនឹងបានធ្វើជាបន្តទៅហើយកុសលកម្មនឹងឲ្យផលទៅតាមកាលតាមគ្រាជាតិនេះជាតិមុខទៅយ៉ាងណាដែលយើងត្រូវការប្រើប្រាស់ផលសម្រាប់នោះសบายចិត្តនៅក្នុងការងារដែលប្រសិទ្ធៈទោសនោះគឺតាន់ពេលវេលាដែលបានធ្វើហើយការងារក៏ជាឧបនិស្ស័យល្អឲ្យសន្តាននឹងបានល្អទៅជាមនុស្សល្អតទៅនឹងបានចូលកម្មភូមិព្រះអរិយៈទៀតផងដោយពោលមកនេះកូនពិតជាមិនចេះអស់ទឹកចិត្តនៅក្នុងការងារដែលល្អដែលធ្វើហ្នឹងមានកម្លាំងចិត្តធ្វើបន្តទៅជានិច្ចបានទទួលនៅសេចក្តីសុខបានសុខចិត្តនឹងតាន់ពេលដែលកំពុងធ្វើនៅកិច្ចការងារនោះតែម្ដង41ស្រឡាញ់វែងឲ្យកាត់ស្រឡាញ់ខ្លីឲ្យតកូនជាទីស្រឡាញ់កូនចូលចាំទុកនៅពាក្យនេះគឺស្រឡាញ់វែងឲ្យកាត់ស្រឡាញ់ខ្លីឲ្យតមានសេចក្តីសំខាន់សម្រាប់ជីវិតណាស់កូនត្រូវយល់ដោយតទៅស្រឡាញ់វែងឲ្យកាត់គឺធម្មតាមនុស្សយើងតែងតែចង់បានអនាគតល្អមានជីវិតរស់នៅជាសុខស្ថិតនៅក្នុងឋានៈសមរម្យជាប់លាប់វែងឆ្ងាយតទៅអញ្ចឹងត្រូវចេះលះត្រូវកាត់ផ្ដាច់នៅអ្វីដែលមកទម្លាយអនាគតឲ្យភ្លឺស្វាងហ្នឹងស្រឡាញ់វែងឲ្យកាត់ហ្នឹងគឺថាវែងដែលជាអនាគតភ្លឺស្វាងរុងរឿងវែងឆ្ងាយហ្នឹងណាត្រូវចេះកាត់នៅអ្វីដែលមកទម្លាយអនាគតដែលភ្លឺស្វាងហ្នឹងអ្វីដែលធ្វើជីវិតដែលធ្លាប់តែសុខសប្បាយហ្នឹងឲ្យធ្លាក់ចុះដុនដាបហ្នឹងអ្វីនោះគឺអបាយមុខ8យ៉ាងបានដល់លេងស្រីបរិភោគទឹកសវឹងខ្សែគ្រឿងញៀនផ្សេងហ្នឹងដើរស៊ីចាយសប្បាយបរិភោគជាលេងលបែងស៊ីសងលបែងភ្នល់ផ្សេងត្រាច់ទៅតាមច្រករហក់រឿយពេលយប់ឥតប្រយោជន៍ដើរមើលមហោស្រពបែងលបាំរំរែករឿយប្រកបរឿយក្នុងការខ្ជិលហើយនឹងខ្សែគប់បាបប្រមិតបាយមុខនេះឯងដែលកូនត្រូវកាត់ចេញកាលបើកាត់ផ្ដាច់នៅអបាយមុខទាំងអស់នេះចេញពីជីវិតបានហើយអនាគតនឹងរុងរឿងស្រស់បោះជាប់លាប់មមួនទាំងទ្រព្យសម្បត្តិទាំងកិត្តិយសកេរ្តិ៍ឈ្មោះឯចំណែកគុណធម៌វិញគឺថាមានតែសេចក្តីចម្រើនទៅមុខហើយស្រឡាញ់ខ្លីឲ្យតដែលអបាយមុខទាំងអស់មិនមែននាំឲ្យវិនិច្ឆ័យទៅទ្រព្យសម្បត្តិទេវាថែមទាំងបញ្ចុះតម្លៃនៃជីវិតរបស់ខ្លួននិងក្រុមគ្រួសាររបស់ខ្លួនកាត់បន្ថយស្មារតីដែលជារបស់មានតម្លៃបំផុតសម្រាប់ជីវិតរបស់មនុស្សទៀតផងស្មារតីអបាយមុខគឺជាខ្លោងទ្វារនៃនរកជាមេរោគជាបាបប្រមិតដឹកនាំឲ្យធ្វើការប្រកបដោយទោសជាប្រធាននៃសេចក្តីវិនិច្ឆ័យគ្រប់យ៉ាងបើមិនស្រឡាញ់អនាគតវែងឆ្ងាយទេប្រាថ្នាការសំណុកសុខសប្បាយតែក្នុងបច្ចុប្បន្នគិតតែពេលខ្លីយកសុខស្រួលតែមួយថ្ងៃអញ្ចឹងចង់អនាគតយ៉ាងម៉េចក៏អញ្ចឹងទៅបើអញ្ចឹងខ្សែអបាយមុខតទៅទៀតទៅអនាគតក៏នឹងអាប់អោនរស្មីរហូតដល់ទៅងងឹតសូន្យសងជីវិតរុងរឿងក៏ត្រូវដាច់បង់អញ្ចឹងទៅហ្នឹងឯងបើស្រឡាញ់ក្តីសុខខ្លីបច្ចុប្បន្នមួយថ្ងៃហ្នឹងឲ្យតអបាយមុខហ្នឹងទៅទៀតទៅហ្នឹងគ្រាន់តែជាពេលដូចថាធម្មតាវាអត់មាននរណាចង់ដល់នៅសេចក្តីវិនិច្ឆ័យអញ្ចឹងទេប៉ុន្តែហ្នឹងជាពេលដើម្បីបញ្ជាក់ថាឲ្យយើងស្រឡាញ់សេចក្តីសុខវែងឆ្ងាយហ្នឹងគឺចាំបាច់ត្រូវតែកាត់បង់នៅអ្វីដែលជាហេតុនៃសេចក្តីវិនិច្ឆ័យដោយប្រការផ្សេងហ្នឹងសេចក្តីដូចពោលមកនេះកូនក៏គង់បានជួបប្រទេសមកហើយមនុស្សខ្លះដើមឡើយគេមានជីវិតក្រលំបាកប៉ុន្តែដោយការខំប្រឹងប្រែងចេះធ្វើការចេះទុកដាក់ចេះបរិភោគប្តីមានគំនិតប្រពន្ធមានមេរយាទឬមានគំនិតមេរយាទទាំងអស់គ្នានឹងមិនប៉ះពាល់ទៅក្នុងអបាយមុខមិនយូរប្រហែលទេក៏តាំងចំហបានមានជីវិតសុខសប្បាយអនាគតភ្លឺថ្លាផ្ទុយមកវិញមនុស្សខ្លះមានជីវិតសុខសប្បាយក្នុងកាលជាខាងដើមម៉ែឪរកប្រាក់មាសទ្រព្យសម្បត្តិទុកដាក់ឲ្យច្រើនទៅគឹងថប់ប៉ុន្តែគេជាមនុស្សគិតខ្លីធ្វើអ្វីតាមតែចិត្តរបស់ខ្លួនឯងចង់មិនស្គាល់គុណតម្លៃនៃទ្រព្យសម្បត្តិជាមរតកចាយវាជាជាយមិនយូរប្រហែលជីវភាពក៏ស្រុតចុះរស់នៅលំបាករំបិនខូចអស់អនាគតគួរឲ្យស្ដាយជំនួសម៉ែឪរបស់គេដែលប្រឹងប្រែងរកទ្រព្យសម្បត្តិមកចិត្តអស់មួយជីវិតឬក៏រហូតដល់តែគាត់ចែកឋានទៅប៉ុន្តែកូនបែរជាបំផ្លាញអស់មិនមានសេះសល់មិនជាប្រមាណឆ្នាំផងនោះកូនហើយអបាយមុខមិនជាបពួកនៃមនុស្សណាទេ
ប៉ុន្តែវាដូចជាបិសាចអញ្ចឹងវានឹងកំទេចនៅអនាគតរបស់មនុស្សគ្រប់គ្នាដែលទៅវង្វេងជាមួយវាអ្នកណាស្រឡាញ់វាក៏ដោយតែវាជាសត្រូវនៃបុគ្គលនឹងរហូតមិនជាបពពួកជាមិត្តល្អជាមួយនឹងអ្នកដែលទៅខ្សែគប់វានឹងទេចូលកូនកុំភ្លេចពាក្យម៉ែឪតែស្រឡាញ់វែងឲ្យកាត់ស្រឡាញ់ខ្លីឲ្យតទៅទៀតទៅបើកូនស្រឡាញ់វែងកូនត្រូវតែកាត់នៅអ្វីដែលជាហេតុនៃក្តីវិន័យមេត្តាបិតាមិនប្រាថ្នាឲ្យកូនស្រឡាញ់ខ្លីពេលតិចតួចនឹងទេព្រោះជីវិតត្រូវបន្តទៅវែងឆ្ងាយដោយពោលមកហើយស្រឡាញ់វែងឲ្យកាត់ជាកំណាត់កុំបន្តគឺវែងផ្នែកខាងល្អកុំបន្តអបាយមុខស្រឡាញ់ខ្លីឲ្យតជាតំណចរសម្រាប់គឺខ្លីផ្នែកខាងសុខត្រូវសម្រាប់មុខអបាយ42ហាត់ឲ្យច្រើនជាងហាត់សូមណាហាត់ឲ្យដកឃ្លាតិចហាត់ឲ្យច្រើនជាងហាត់សូមឲ្យទានឲ្យសម្បត្តិឲ្យទៅទឹកចិត្តច្រើនជាងចេះតែចង់បានចេះតែសូមហ្នឹងឯងអ្នកឲ្យរមែងជាទីស្រឡាញ់ឯអ្នកសូមរមែងជាទីរង្គៀសពាក្យនេះពិតប្រកបណាស់កូនមើលតែខ្លួនឯងក៏អាចឃើញបានបើមានអ្នកណាមកសូមអ្វីពីកូនមុនដំបូងកូនអាចមិនទាស់ចិត្តបានតែបើគេសូមរឿយសំបីតែវត្ថុចាំបាច់ក៏ដោយកូនក៏មានការដឹងខ្លួនថាមិនពេញចិត្តដែរទៅមកវិញបើមានអ្នកណាយកអ្វីមកឲ្យកូនរឿយកូនបែរជាចូលចិត្តគេសំបីតែរបស់នោះមិនចាំបាច់គ្រាន់តែបន្តិចបន្តួចមិនមានតម្លៃអ្វីច្រើនក៏ដោយក៏គង់តែកូនពេញចិត្តដែរក្នុងន័យនេះបើកូនធ្វើខ្លួនឲ្យជាអ្នកបរិច្ចាគច្រើនជាងជាអ្នកសូមបានកូនក៏នឹងបានជាទីស្រឡាញ់រាប់អានរបស់មនុស្សក្នុងទីនេះនោះគេមិនរង្គៀសចំពោះកូនឡើយកូននឹងមានគ្នាច្រើនគេនឹងព្រមទទួលកូននឹងពេលខ្លះគេអាចលើកកូនឲ្យធ្វើជាអ្នកធំដឹកនាំពួកគេទៀតផងក៏បានការដែលនៅរួមគ្នាជាពួកជាគណៈកូនត្រូវគិតថាយើងនឹងឲ្យអ្វីដល់គេខ្លះកូនត្រូវគិតយ៉ាងនេះឲ្យច្រើនជាងដែលកូនគិតថាយើងនឹងបានអីពីគេផ្ដើមគិតផ្ដើមធ្វើឲ្យបានរឿយយូរទៅខ្លាយទៅជាទម្លាប់នឹងជួយអ្វីនឹងឲ្យអ្វីដល់អ្នកដទៃក៏បានធ្វើបានស្រួលអត់មានអល់ឯកនឹកចង់តែឲ្យអីដល់អ្នកដទៃសบายចិត្តមិនរារែកឡើយមនុស្សដែលគិតដល់អ្នកដទៃច្រើនជាងខ្លួនឯងទៅទៀតយ៉ាងនេះគឺថាបានទទួលផលដូចដែលបានពោលពីខាងដើមហើយអញ្ចឹងតាមពិតនោះក៏មិនផុតពីការគិតដែលឲ្យខ្លួនឯងដូចថាគិតឲ្យខ្លួនជាមនុស្សល្អគិតឲ្យមានប្រយោជន៍ជាខ្លឹមសារនៃជីវិតដូចនេះឈ្មោះថាធ្វើនៅប្រយោជន៍ទាំងពីរខាងគឺខ្លួនឯងនិងអ្នកដទៃទៅមកវិញបើធ្វើខ្លួនឲ្យជាមនុស្សនិយមសូមចូលចិត្តទទួលច្រើនជាងចូលចិត្តឲ្យនឹងคล้ายទៅជាមនុស្សចិត្តចង្អៀតជាមនុស្សឃើញតែពីខ្លួនឯងមនុស្សដែលឃើញតែពីខ្លួនឯងចូលចិត្តតែសូមដូចនេះនឹងជាទីរង្គៀសនៃមនុស្សទូទៅរកគ្នាបានដោយលំបាកទោះជាមានមនុស្សមកគប់រកខ្លះក៏គេមកក្រំតែដើម្បីបានផលប្រយោជន៍របស់គេប៉ុណ្ណោះនឹងរកឲ្យច្បាស់លាស់ពិតប្រាកដស្ម័គ្រស្មោះអីនោះមិនងាយឡើយចូលកូនមានធัว4យ៉ាងប្រព្រឹត្តទៅជាមួយនឹងមនុស្សទាំងឡាយ4យ៉ាងហ្នឹងគឺជាសង្ឃហធัวទៅក្នុងសង្ឃហវត្ថុ4យ៉ាងហ្នឹងមួយបើគួរឲ្យកូនត្រូវឲ្យ2បើគួរនិយាយពីរោះកូនត្រូវតែនិយាយពីរោះ3បើគួរជួយជាប្រយោជន៍កូនត្រូវតែជួយ4បើគួរឲ្យកិត្តិយសដល់អ្នកដែលនៅជុំវិញខ្លួនកូនត្រូវតែឲ្យមិនត្រូវវេរឹកតម្កើងខ្លួននោះឡើយ43ត្រូវប្រើប្រាក់កុំឲ្យប្រាក់ប្រើ
កូនជាទីស្រឡាញ់សម័យនេះណាណាក៏ឃើញប្រាក់ថាជាព្រះថាជាម្ចាស់របស់ខ្លួនដែរព្រោះឃើញថាប្រាក់ហ្នឹងជារបស់បណ្ដាលឲ្យមានបាននៅវ័យគ្រប់យ៉ាងសំបីតែចិត្តមនុស្សក៏គេអាចទិញបានដោយប្រាក់ហ្នឹងមើលចុះមនុស្សរាល់ថ្ងៃនេះគឺសំដៅរត់តែប្រាក់គ្រប់ផ្លូវដែលអាចប្រព្រឹត្តទៅគ្រប់វិធីទោះបីត្រូវធ្វើអាក្រក់ទុច្ចរិតខុសច្បាប់ខុសទម្លាប់យ៉ាងណាក៏ព្រមធ្វើទៅទាំងអស់តែបានប្រាក់ប្រហែលដូច្នេះហើយទៅក្នុងโลกយើងនេះត្រូវឡើងកម្ដៅចិត្តកម្ដៅថ្ងៃប្រាក់សំខាន់ក៏ពិតមែនហើយណាកូនប៉ុន្តែចូលកូនកុំឲ្យសេចក្តីសំខាន់ដល់ប្រាក់រហូតដល់ភ្លេចសេចក្តីល្អភ្លេចគុណធម៌នោះកាលបើកូនឲ្យសេចក្តីសំខាន់ដល់ប្រាក់ច្រើនពេកទៅប្រាក់នឹងត្រូវคล้ายទៅជាចវាយនៃលើកូនដោយពិតកាលបើមានប្រាក់ជាចវាយហើយប្រាក់ក៏នឹងប្រើកូនបង្កប់កូនឲ្យធ្វើនេះធ្វើនោះកូនអាចពិនិត្យមើលខ្លួនឯងបាននៅពេលដែលមិនទាន់មានប្រាក់កូនក៏មិនបានគិតចង់បានអ្វីច្រើនប្រមាណនោះដែរចង់បានចង់ញ៉ាំចង់ទិញចំពោះតែរបស់ចាំបាច់ប៉ុណ្ណោះដល់ទៅកូនមានប្រាក់ច្រើនកូនក៏ចាប់ផ្ដើមចង់ញ៉ាំចង់ប្រើរបស់ដែលល្អប្លែកលើសពីការចាំបាច់គឺមនុស្សយើងត្រូវប្រាក់បង្វិលឲ្យវិលខួរអស់ដោយមិនដឹងខ្លួនទៀតផងនោះយើងកាលបើមិនទាន់មានប្រាក់អាចមានពេលដេកពួនសម្រាមសុកស្រួលវាស់ព្រឹកតែដល់ពេលមានប្រាក់ត្រឡប់ទៅជាមិនមានពេលដេកពួនអត់បានស្រួលខ្លួនរតែថ្ងៃសម្រាប់មិនបានសឹងតែរកពេលបរិភោគអាហារស្រួលមិនបានផងនៅពេលដែលមានប្រាក់តិចអាចនៅជាមួយក្រុមគ្រួសារបានតែដល់ពេលមានប្រាក់ច្រើនបែរជាមិនមានពេលគ្រប់គ្រាន់សម្រាប់គ្រួសារទៅវិញធ្វើឲ្យគ្រួសារខ្វះភាពកក់ក្ដៅនេះឯងណាកូនប្រាក់ដែលវាប្រើមនុស្សព្រោះហេតុតែមនុស្សយើងទៅជាវង្វេងជាមួយវាហ្នឹងកូនមើលចុះមនុស្សខ្លះនៅពេលដែលមានប្រាក់ក៏គិតការធំដុំហ៊ានជួលគេឲ្យទៅសម្លាប់មនុស្សដែលខ្លួនស្អប់ចិញ្ចឹមក្រុមអ្នកលេងកាប់ចាក់មុខរបរទុច្ចរិតផិតក្បត់ក្នុងគូក្រងរបស់ខ្លួនហ៊ានប្រព្រឹត្តអនាចារលើបុត្រភរិយារបស់អ្នកអតីតប្រាក់វាប្រើឲ្យធ្វើអំពើទាំងអស់បើមិនមានប្រាក់ទេគេអាចមិនគិតធ្វើអ្វីយ៉ាងនោះទេឬក៏គេមិនអាចធ្វើបាននឹងឯងព្រោះអត់ប្រាក់ដូច្នេះកូនត្រូវតែប្រយ័ត្នត្រូវរៀនឲ្យយល់ពីចិត្តលោភចិត្តល្ងងត្រូវកុំឲ្យប្រាក់មកជាចវាយនេឬក៏បង្កប់វិជាប្រើកូនឲ្យសោះកូនត្រូវតែម្ចាស់លើប្រាក់វិញជាអ្នកប្រើប្រាក់និងប្រើក្នុងផ្លូវត្រូវយ៉ាងនេះទើបកូនមិនក្តៅក្រហាយស្ដាយក្នុងការជាខាងក្រោយឡើយ44គំនុំសងសឹកកូនជាទីស្រឡាញ់កូនធ្លាប់មើលភាពយន្តកូនចិនមានរឿងពិភពគុណហាត់កម្លាំងធាតុប្រយុទ្ធស្លាប់រស់ចូលកាន់នៅកតិដែលគេមានគំនិតមួយថាគំនុំឈាមត្រូវតែយកឈាមមកសងឬក៏ថាគំនុំត្រូវតែសងសឹកជាចុងក្រោយបពួកទាំងពីរខាងត្រូវស្លាប់ស្ទើរតែទាំងអស់នោះគ្រាន់តែជាភាពយន្តតែបើគិតឲ្យល្អនាំឲ្យបាននៅគំនិតមួយថាគំនុំនឹងការសងសឹកនោះមិនល្អឡើយជាការពិតណាស់កូនហើយគំនុំសងសឹកវាមិនល្អឡើយ